សួស្តីអ្នកចូលចិត្តផ្លែឈើទាំងអស់គ្នាត្រៀមខ្លួនឲ្យហើយទៅព្រោះខ្ញុំនឹងធ្វើឲ្យអ្នកមានការភ្ញាក់ផ្អើលតែអ្នកដឹងទេថាកាហ្វេ Avatar មានរសជាតិឈ្ងុយឆ្ងាញ់បងប្អូនអាចសាកល្បងបានជាមួយនឹងរសជាតិកាហ្វេខ្មែរនិងកាហ្វេដែលបានមកពីបណ្ដាប្រទេសផ្សេងៗជាច្រើនទៀតជាមួយនឹងក្រុមហ៊ុនកាហ្វេ Avatar ដែលគ្រាន់តែធ្វើការ comment ឬឆាតចូល page កាហ្វេ Avatar ហើយសរសេរពាក្យថាខ្ញុំចង់សាកនោះខាងក្រុមការងារនឹងយកកាហ្វេទៅឲ្យបងប្អូនសាករសជាតិដល់ទីតាំងដោយមិនគិតថ្លៃនិងមិនគិតសេវាអ្វីទាំងអស់តែអ្នកដឹងទេថាផ្លែ strawberry តាមពិតទៅមិនមែនជាប្រភេទផ្លែ berry ទេបើនិយាយតាមបែបរូបសាស្ត្រគេហៅវាថាផ្លែឈើជំនួយតែអ្នកដឹងអត់ថាអ្វីទៅដែលជា berry ពិតប្រាកដគឺចេកផ្លែបឺហើយសំបីតែឥឡូវទៀតចម្លែកណាស់មែនទេហើយបើនិយាយពីផ្លែចេកវិញចេកមានវិទ្យុសកម្មបន្តិចបន្តួចដែរដោយសារតែវាមានសារធាតុប៉ូតាស្យូមតែកុំបារម្ភអ្នកត្រូវការញ៉ាំដល់ទៅរាប់ពាន់ផ្លែក្នុងពេលតែមួយទៅវាអាចបង្កគ្រោះថ្នាក់បាននៅមានមួយទៀតម្នាស់មិនមែនជាផ្លែឈើតែមួយទេតាមពិតវាគឺជាបណ្ដុំនៃផ្លែ berry តូចៗជាច្រើនដែលរួមបញ្ចូលគ្នាជុំវិញដើមកណ្ដាលតែមួយហើយចុះសម្បកដែលមានរោមលើផ្លែគីវីវិញអាចបរិភោគបានដែរទេចាស់វាអាចបរិភោគបានទាំងស្រុងហើយថែមទាំងផ្ទុកទៅដោយជាតិសរសៃនិងសារធាតុចិញ្ចឹមថែមទៀតអញ្ចឹងលើកក្រោយពេលអ្នកចាប់យកផ្លែគីវីអ្នកប្រហែលជាចង់សាកល្បងញ៉ាំវាទាំងសម្បកតែម្ដងទៅបើអ្នកគិតថារឿងពិតទាំងនេះគួរឲ្យចាប់អារម្មណ៍ដូចខ្ញុំដែរសូមចុច like និង subscribe ដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតអរគុណសម្រាប់ការទស្សនា